គ្រប់គ្នានៅទូទាំងពិភពលោកសុទ្ធតែបានឮបានដឹងនិងស្គាល់យ៉ាងច្បាស់នៅកប៉ាល់យក្សដ៏ល្បីល្បាញដែលមានឈ្មោះថា Titanic បើទោះបីជាកប៉ាល់នេះបានលិចបាត់ទៅក្នុងបាតមហាសមុទ្រអាត្លង់តិកខាងជើងអស់រយៈកាលច្រើនជាង100ឆ្នាំហើយក៏ដោយក៏មនុស្សនៅតែចងចាំនិងរំលឹកពីវារហូតមកដល់សព្វថ្ងៃនេះតែរឿងមួយដែលមនុស្សជាច្រើនណាស់នៅលើផែនដីនេះមិនសូវបានដឹងនោះគឺតើអ្នកណាជាម្ចាស់គំនិតនិងជាស្ថាបនិកកប៉ាល់ Titanic ដែលបានលិចនិងក៏ក្រើកទូទាំងពិភពលោកកាលពីឆ្នាំ1912នោះជារឿងមួយដ៏ជក់ចិត្តបំផុតនិងគួរឲ្យសោកស្ដាយបំផុតមួយប្រសិនបើលោកអ្នកមិនបានដឹងនៅរឿងរ៉ាវទាំងនេះហើយបុរសម្នាក់នេះក៏ជាជនរងគ្រោះម្នាក់ផងដែរក្នុងការលិចកប៉ាល់នៅឆ្នាំនោះពលគឺក្នុងឆ្នាំ1912កាលនោះគាត់មានអាយុត្រឹមតែ39ឆ្នាំប៉ុណ្ណោះតើគាត់ជានរណាហើយដំណើរជីវិតគាត់យ៉ាងណាខ្លះលោក Thomas Andrew Jr. គឺជាអ្នកជំនួញនិងជាអ្នកសាងសង់កប៉ាល់ជនជាតិអង់គ្លេសដែលធ្លាប់ធ្វើជានាយកគ្រប់គ្រងនិងជាប្រធានផ្នែករចនាប្លង់នៃក្រុមហ៊ុនសាងសង់កប៉ាល់ Harland និង Wolff នៅទីក្រុង Belfast ប្រទេសអ៊ីរឡង់លោក Andrews គឺជាស្ថាបត្យករម្នាក់ក្នុងចំណោមស្ថាបត្យករដែលទទួលបន្ទុកលើការរៀបចំរចនាប្លង់សម្រាប់កប៉ាល់ដើរដោយថាមពលចំហាយទឹកប្រភេទ Olympic Class Ocean Liners ហើយអ្វីដែលលេចធ្លោបំផុតនោះគឺកប៉ាល់ RMS Titanic លោកបានបាត់បង់ជីវិតរួមជាមួយមនុស្សជាង 1500 នាក់ផ្សេងទៀតនៅពេលដែលកប៉ាល់នេះបានលិចក្នុងអំឡុងពេលធ្វើដំណើរជើងដំបូងរបស់ខ្លួនតើជីវិតកាលពីកុមារភាពរបស់គាត់យ៉ាងណាលោក Thomas Andrews Jr. កើតនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ1873នៅភូមិគ្រឹះ Order ក្នុងក្រុង Camber ស្រុក Down ប្រទេសអ៊ីរឡង់ដោយមានឪពុកឈ្មោះ Thomas Andrews ជាសមាជិកក្រុមប្រឹក្សាឯកជននៃប្រទេសអ៊ីរឡង់និងម្ដាយឈ្មោះ Eliza Peary គឺជាគ្រឹះសាសនិកនិកាយ Presbyterian ដែលមានដើមកំណើតជាជនជាតិស្កុតឡង់ហើយលោកចាត់ទុកខ្លួនឯងជាជនជាតិអង់គ្លេសបងប្អូនបង្កើតរបស់លោករួមមានលោក J.M. Andrew ដែលក្រោយមកបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរឡង់ខាងជើងនិងលោក Sir James Andrews ដែលក្រោយមកជាប្រធានតុលាការកំពូលនៃប្រទេសអ៊ីរឡង់ខាងជើង Thomas Andrews រស់នៅជាមួយគ្រួសាររបស់គាត់នៅប្រទេស Ordara ក្រុង Camber នៅឆ្នាំ1884គាត់បានចាប់ផ្ដើមចូលរៀននៅវិទ្យាស្ថានសិក្សាភូមិន្ទ Belfast រហូតដល់ឆ្នាំ1889នៅពេលដែលគាត់មានអាយុ16ឆ្នាំគាត់បានចាប់ផ្ដើមចូលធ្វើជាកម្មសិក្សាការីកម្រិតខ្ពស់នៅក្រុមហ៊ុន Harland និង Wolff ដែលជាកន្លែងលោកអ៊ំរបស់គាត់គឺ Viscount Peary ជាម្ចាស់ភាគហ៊ុនមួយផ្នែកភាពវៃឆ្លាតនិងការខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងក្លារបស់ Andrews បានធ្វើឲ្យគាត់ទទួលបានភាពលេចធ្លោនៅក្នុងក្រុមហ៊ុនរបស់លោកអ៊ំគាត់នៅក្នុងក្រុមហ៊ុន Harland និង Wolff តើគាត់មានសកម្មភាពបែបណាខ្លះនៅក្រុមហ៊ុន Harland និង Wolff លោក Andrews បានចាប់ផ្ដើមការងារដំបូងរយៈពេល3ខែនៅក្នុងរោងជាងឈើប្រណិតបន្ទាប់មក1ខែនៅក្នុងរោងជាងធ្វើគ្រឿងសង្ហារិមនិង2ខែទៀតធ្វើការផ្ទាល់នៅលើកប៉ាល់រយៈពេល18ខែចុងក្រោយនៃកម្មសិក្សារយៈពេល5ឆ្នាំរបស់គាត់គឺចំណាយពេលនៅក្នុងការិយាល័យគូប្លង់ Andrews បានធ្វើការដោយមិនខ្លាចនឿយហត់នៅពេលថ្ងៃនិងបន្តការសិក្សារបស់គាត់នៅពេលល្ងាចនៅឆ្នាំ1901គាត់បានស្នាក់នៅផ្ទះលេខ11 Wellington Place បន្ទាប់ពីបានឆ្លងកាត់ការធ្វើការនៅក្នុងផ្នែកជាច្រើននៃក្រុមហ៊ុនគាត់បានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងការសាងសង់កប៉ាល់ដើរដោយថាមពលចំហាយទឹករបស់ក្រុមហ៊ុន White Star ហើយបានបម្រើការជាជំនួយការគ្រប់គ្រងការដ្ឋានសាងសង់កប៉ាល់ហើយក្រោយមកត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងការដ្ឋានសំណង់នៅក្នុងឆ្នាំដដែលនោះគាត់ក៏បានក្លាយជាសមាជិកនៃវិទ្យាស្ថានស្ថាបត្យករជើងគោកផងដែរនៅឆ្នាំ1907គាត់បានត្រូវតែងតាំងជានាយកគ្រប់គ្រងក្រុមហ៊ុន Harland និង Wolff ហើយបានចាប់ផ្ដើមត្រួតពិនិត្យលើគម្រោងប្លង់សម្រាប់កប៉ាល់យក្សថ្មីចំនួន3សម្រាប់ក្រុមហ៊ុន White Star Line គឺកប៉ាល់ RMS Olympic, RMS Titanic និង RMS Britannic
កប៉ាល់ទាំង3នេះត្រូវបានរចនាឡើងដោយលោក Andrews លោក William Peary និងអគ្គនាយកលោក Alexander Callis ដើម្បីក្លាយជាកប៉ាល់ដែលមានទំហំធំបំផុតសុវត្ថិភាពបំផុតនិងប្រណិតបំផុតនៅលើផ្ទៃសមុទ្រគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងការរចនាប្លង់កប៉ាល់អូឡ িম্প ិកនិង Titanic មកទល់ពេលនោះ Andrews ទទួលបានគេឈ្មោះជាបុគ្គលិកកម្រិតទេពកោសល្យក្នុងវិស័យរចនាប្លង់កប៉ាល់ជាទូទៅ Andrews តែងតែហៅតួនាទីរបស់គាត់ថាជាអ្នកសាងសង់កប៉ាល់ឬនាយកនៃក្រុមហ៊ុនសាងសង់កប៉ាល់ដែលគាត់ធ្វើការជាជាងការប្រើជាគោរមងារផ្លូវការថាជាស្ថាបត្យករជើងគោកក្នុងអំឡុងឆ្នាំដ៏យូរនៃការធ្វើកម្មសិក្សាការសិក្សានិងការធ្វើការងារ Andrew បានទទួលការគោរពស្រឡាញ់យ៉ាងខ្លាំងនៅក្នុងក្រុមហ៊ុននិងក្នុងចំណោមបុគ្គលិកការដ្ឋានសាងសង់ Andrew គឺជាអ្នកធ្វើការមិនចេះនឿយហត់គាត់តែងតែបង្ហាញខ្លួននៅការដ្ឋានសាងសង់កប៉ាល់នៅរាល់ពេលដែលមានតម្រូវការគាត់តែងតែស្ម័គ្រចិត្តចូលរួមជួយជ្រោមជ្រែងក្នុងការងារដែលទាមទារកម្លាំងកាយភ្លាមៗនៅពេលមានការចាំបាច់គាត់ត្រូវបានគេដឹងថាតែងតែចែករំលែកអាហារថ្ងៃត្រង់របស់គាត់ជាមួយមិត្តរួមការងារនៅពេលមានធ្លាក់ក្នុងស្ថានភាពលំបាកទោះជាយ៉ាងនេះក្តី Andrews មិនខ្លាចក្នុងការណែនាំកែតម្រូវកម្មករនោះទេនៅពេលដែលគាត់ឃើញពួកគេធ្វើការអ្វីមួយខុសបច្ចេកទេសឬល្មើសនឹងច្បាប់នៃការដ្ឋានគេនិយាយថាទោះបីជាគាត់មិនបណ្ដេញកម្មករម្នាក់ចេញភ្លាមនៅពេលរកឃើញកំហុសឆ្គងក៏ដោយក៏គាត់នឹងស្ដីបន្ទោសយ៉ាងធ្ងន់ធ្ងរនិងផ្ដល់ការព្រមានដោយរាប់អានគាត់ក៏ចូលចិត្តផងដែរនៅពេលដែលកម្មករធ្វើការដោយប្រើប្រាស់ខួរក្បាលគិតគូរមិនមែនគ្រាន់តែធ្វើតាមបញ្ជាទាំងងងឹតងងល់នោះទេដោយគាត់តែងតែលើកទឹកចិត្តឲ្យពួកគេដាក់ចិត្តដាក់កាយក្នុងការងារ Andrew តែងតែរីករាយក្នុងការស្ដាប់មតិយោបល់ពីកម្មករដែលគិតថាពួកគេមានវិធីសាស្ត្រល្អជាងក្នុងការធ្វើការងារប្រភពឯកសារជាច្រើនបានពិពណ៌នាអំពីគាត់ថាជាមនុស្សរីករាយសុទិដ្ឋិនិយមនិងចិត្តទូលាយប្រធានកម្មករម្នាក់បានរំលឹកថាវាហាក់ដូចជាក្តីរីករាយរបស់គាត់ក្នុងការធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានសេចក្តីសុខគាត់តែងតែមានការសួរសុខទុក្ខដោយមេត្រីភាពការចាប់ដៃយ៉ាងកក់ក្ដៅនិងមានចិត្តសប្បុរសហើយមិត្តរួមការងារម្នាក់ទៀតបានពិពណ៌នាអំពីគាត់ថាជាមនុស្សឧស្សាហ៍ព្យាយាមរហូតដល់ថ្នាក់ហួសពីកម្លាំងធម្មតាតើជីវិតគ្រួសាររបស់គាត់យ៉ាងដូចម្ដេចនៅថ្ងៃទី24ខែមិថុនាឆ្នាំ1908លោក Andrews បានរៀបការជាមួយអ្នកស្រី Helen Riley Barbo ដែលត្រូវជាកូនស្រីរបស់ឧស្សាហករវាយនភ័ណ្ឌលោក John Doherty Barbo និងជាបងស្រីរបស់អ្នកនយោបាយលោក Sir John Milne Barbo ប្តីប្រពន្ធមួយគូនេះបានទៅក្រេបទឹកឃ្មុំនៅប្រទេសស្វីសហើយបានរស់នៅផ្ទះលេខ20 វិថី Windsor ក្នុងទីក្រុង Belfast និងបានចូលរួមថ្វាយបង្គំនៅព្រះវិហារ First Presbyterian Church លើវិថី Rosemary កូនស្រីរបស់ពួកគេឈ្មោះ Elizabeth Law Barbo Andrews ត្រូវបានគេស្គាល់តាមរយៈអក្សរកាត់ថា Elba កើតនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ1910គេបានដឹងថាលោក Andrews បាននាំអ្នកស្រី Helen ទៅទស្សនាកប៉ាល់ Titanic នៅយប់មួយមិនយូរប៉ុន្មានមុនពេលកូនស្រី Elizabeth ចាប់កំណើតអ្នកនាង Elizabeth បានទទួលមរណភាពក្នុងឆ្នាំ1973ក្នុងអាយុ62ឆ្នាំដោយគ្រោះថ្នាក់ចរាចរណ៍លោក Andrews តែងតែមានចិត្តស្មោះត្រង់ក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់មនុស្សដទៃហើយភរិយារបស់លោកបានរំលឹកថាលោកផ្ទាល់គឺជាមនុស្សដែលមានការដាក់ខ្លួនបន្ទាបខ្លួនបំផុតក្នុងចំណោមមនុស្សទាំងអស់ដែលខ្ញុំធ្លាប់ស្គាល់ក្នុងអំឡុងពេលការធ្វើដំណើរជើងដំបូងរបស់កប៉ាល់ RMS Olympic លោក Andrews និងលោក J. Bruce Ismay បានកត់ត្រានៅចំណុចមួយចំនួនដែលអាចយកទៅកែលម្អបន្ថែមលើកប៉ាល់ Titanic លោក Andrews មានជំងឺសរសៃឈាមវ៉ែនប៉ោងនៅត្រង់ជើងយោងតាមបុគ្គលិកបម្រើការលើកប៉ាល់អ្នកស្រី Violet Jessop បានឲ្យដឹងថាក្នុងអំឡុងពេលធ្វើដំណើររបស់កប៉ាល់ RMS Olympic ក្រុមនាវិកមួយចំនួនបានជូនដំបងច្រត់ដ៏ប្រណិតមួយដល់លោកដោយសារក្រុមនាវិកមានចិត្តដឹងគុណចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់លោកក្នុងការធ្វើឲ្យកន្លែងស្នាក់នៅរបស់ពួកគេមានភាពងាយស្រួលនិងមានផាសុកភាព
នាងថែមទាំងមានអារម្មណ៍ថាលោក Andrews ហាក់ដូចជាបានបញ្ជ្រាបបុគ្គលិកលក្ខណៈវិជ្ជមានរបស់លោកចូលទៅក្នុងកប៉ាល់ដែលលោកបានរចនានិងជួយសាងសង់ឡើងនោះថែមទៀតផងតើការចេញដំណើររបស់កប៉ាល់ RMS Titanic យ៉ាងដូចម្តេចលោក Andrews ក៏បានដឹកនាំក្រុមបុគ្គលិករបស់ក្រុមហ៊ុន Helen និង Wolf មួយក្រុមហៅថាក្រុមធានាអះអាងដែលបានរួមដំណើរទៅជាមួយក្នុងការធ្វើដំណើរជើងដំបូងនៃកប៉ាល់របស់ពួកគេដើម្បីសង្កេតមើលប្រតិបត្តិការរបស់កប៉ាល់និងស្វែងរកចំណុចកែលម្អចាំបាច់នានាកប៉ាល់ Titanic ក៏មិនខុសគ្នាដែរដូច្នេះលោក Andrews និងក្រុមការងាររបស់លោកបានធ្វើដំណើរចេញពីទីក្រុង Belfast នៅលើកប៉ាល់ Titanic សម្រាប់ការសាកល្បងលើផ្ទៃសមុទ្រនៅថ្ងៃទី2ខែមេសាឆ្នាំ1912គាត់ត្រូវបានចាត់តាំងឲ្យដឹកនាំគណៈប្រតិភូរបស់អ្នកសាងសង់ក្នុងអំឡុងពេលសាកល្បងនោះដោយមានការចូលរួមដំណើរពីលោក Edward Whiting និងបុគ្គលិកការដ្ឋានដទៃទៀតគាត់បានកក់សម្បុត្រក្នុងថ្នាក់លំដាប់ទី1 First Class និងស្នាក់នៅក្នុងបន្ទប់លេខ A36 នៅពេលចេញដំណើរពី Belfast ឪពុករបស់លោក Andrews កំពុងមានជំងឺនិងភរិយារបស់លោកគឺអ្នកស្រី Helen ក៏មិនស្រួលខ្លួនដែរ Andrews បានសរសេរសម្បត្តិខ្លីមួយផ្ញើទៅកាន់ភរិយាថាគ្រាន់តែសរសេរប្រាប់អូនឲ្យដឹងថាពួកយើងបានចេញដំណើរហើយនៅព្រឹកនេះក្នុងទម្រង់ដ៏ល្អហើយទទួលបានលទ្ធផលសាកល្បងគួរឲ្យពេញចិត្តណាស់ពួកយើងកំពុងរៀបចំកប៉ាល់ឲ្យកាន់តែមានរបៀបរៀបរយរាល់ម៉ោងប៉ុន្តែនៅតែមានការងារជាច្រើនដែលត្រូវធ្វើយោងតាមសម្ដីរបស់លោក Edward Whiting នៅពេលដែលកប៉ាល់ធ្វើដំណើរទៅកាន់កំពង់ផែ Southampton លោក Andrews បានចំណាយពេលមិនចេះនឿយហត់ដើរជុំវិញកប៉ាល់ជាមួយតំណាងម្ចាស់កប៉ាល់និងតំណាងក្រុមហ៊ុនដើម្បីកត់ត្រានិងរៀបចំរបាយការណ៍អំពីការងារដែលនៅសេសសល់ត្រូវធ្វើ Andrew ឆ្លៀតមានពេលទទួលទានអាហារដោយមានបុគ្គលិកបម្រើអាហារលោក Frederick Ray ដែលធ្លាប់បម្រើលោកនៅលើកប៉ាល់ RMS Olympic ត្រូវបានចាត់តាំងឲ្យមកមើលថែទាំតុអាហាររបស់លោក Andrews ក្នុងការធ្វើដំណើរទៅ Southamptonនៅ Southampton Andrews បានក្រោកពីព្រលឹមនៅថ្ងៃទី4ខែមេសាចាក់ចេញពីសន្តាគារ South Western ដែលគាត់ស្នាក់នៅហើយបានចំណាយពេលពេញមួយថ្ងៃជាមួយអ្នកគ្រប់គ្រងនិងប្រធានកម្មករដើម្បីចាប់ផ្ដើមការងារ Andrew និងអ្នកផ្សេងទៀតបានសហការគ្នាដើម្បីជួយបង្ហើយការងារលើកប៉ាល់ឲ្យទាន់នៅយប់ថ្ងៃអង្គារនៅល្ងាចថ្ងៃប្រហ័សគាត់បានសរសេរទៅកាន់ភរិយាថាបងបានផ្ញើ Telegram ប្រាប់អូននៅព្រឹកនេះអំពីការធ្វើដំណើរមកដល់ដោយសុវត្ថិភាពបន្ទាប់ពីជើងដំណើរដ៏គួរឲ្យពេញចិត្តអាកាសធាតុល្អហើយមនុស្សគ្រប់គ្នាមានភាពរាក់ទាក់ណាស់បងគិតថាកប៉ាល់នឹងស្អាតបាតរួចរាល់មុនពេលចេញដំណើរនៅថ្ងៃពុធ Andrew បានរៀបរាប់បន្ថែមថាគ្រូពេទ្យរបស់លោកម្ចាស់ Perry បានបដិសេធមិនអនុញ្ញាតឲ្យលោកចូលរួមក្នុងការធ្វើដំណើរជើងដំបូងនេះឡើយចាប់ពីពេលនោះមក Andrew រវល់ជាប់រហូតលេខារបស់លោក Andrew គឺលោក Thomson Hamilton បានសរសេរអំពីសកម្មភាពរបស់លោក Andrew នៅ Southampton ថាគាត់មិនដែលមានពេលទំនេរដៃសូម្បីតែ1វិនាទីជាទូទៅគាត់ចាកចេញពីសន្តាគារនៅម៉ោងប្រហែល 8:30 នាទីព្រឹកទៅកាន់ការិយាល័យដើម្បីចាត់ចែងសម្បត្តិស្នាមរួចឡើងទៅលើកប៉ាល់រហូតដល់ម៉ោង 6:30 នាទីល្ងាចទើបត្រឡប់មកការិយាល័យវិញដើម្បីចុះហត្ថលេខាលើលិខិតនានាក្នុងអំឡុងពេលថ្ងៃខ្ញុំបានយកឯកសារបន្ទាន់ទៅជម្រាបជូនគាត់នៅលើកប៉ាល់ហើយគាត់តែងតែចាត់ចែងវាភ្លាមទោះបីជាគាត់កំពុងជាប់រវល់ការងារអ្វីក៏ដោយគាត់ថែមទាំងបានចូលរួមរៀបចំដោយផ្ទាល់នៅសម្ភារៈនានាដូចជាធ្នើតុកៅអីជណ្ដើរគ្រែកង្ហាអគ្គិសនីដោយនិយាយថាប្រសិនបើគាត់មិនបានឃើញអ្វីៗគ្រប់យ៉ាងមានភាពត្រឹមត្រូវនោះទេគាត់មិនអាចអស់ចិត្តឡើយនៅថ្ងៃទី9មេសា Andrew បានសរសេរទៅភរិយាថាពេលនេះកប៉ាល់ Titanic ស្ទើរតែរួចរាល់ទាំងស្រុងហើយខ្ញុំគិតថានឹងធ្វើឲ្យក្រុមហ៊ុនចាស់របស់យើងទទួលបានកេរ្តិ៍ឈ្មោះល្អនៅថ្ងៃស្អែកនៅពេលយើងចេញដំណើរតើស្ថានភាពនៅក្នុងអំឡុងពេលចេញដំណើរយ៉ាងដូចម្តេចនៅថ្ងៃទី10ខែមេសាលោក Andrews បានឡើងមកលើកប៉ាល់បន្ទាប់ពីបានចាក់ចេញពីបន្ទប់របស់លោកនៅសន្តាគារ South Western
ភ្លាមពេលឡើងមកដល់គាត់បានចាប់ផ្ដើមត្រួតពិនិត្យយ៉ាងហ្មត់ចត់គេនិយាយថាគាត់មានការពេញចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានឃើញកប៉ាល់ទីតានិកបានចាប់ផ្ដើមដំណើរជើងដំបូងរបស់ខ្លួនពីកំពង់ផែ Southampton មុនពេលចេញដំណើរ Andrews បានឆ្លៀតឱកាសលាលោក Thomas Hamilton និងអ្នកផ្សេងទៀតដែលមិនបានរួមដំណើរទៅជាមួយកប៉ាល់គាត់មានស្មារតីរីករាយយ៉ាងខ្លាំងហើយបាននិយាយថាសូមកុំភ្លេចជម្រាបជូនព័ត៌មានអំពីកប៉ាល់ទៅកាន់អ្នកស្រី Andrews ផងនៅពេលដែលកប៉ាល់ស្ទើរតែប៉ះទង្គិចគ្នាជាមួយកប៉ាល់ដើរដោយថាមពលចំហាយទឹក SACT of New York លោក Andrews គិតថាស្ថានភាពនោះពិតជាមិនសូវល្អទាល់តែសោះ2-3ម៉ោងក្រោយមកកប៉ាល់ទីតានិកបានចូលចតនៅកំពង់ផែ Zebu នៅភាគពាយព្យនៃប្រទេសបារាំងហើយ Andrews បានសរសេរទៅភរិយាថាពួកយើងបានមកដល់ទីនេះចំពេលល្អនិងបានទទួលអ្នកដំណើរមួយចំនួនធំឡើងលើកប៉ាល់អាកាសធាតុល្អហើយអ្វីៗគ្រប់យ៉ាងកំពុងដំណើរការទៅរកការធ្វើដំណើរដ៏ល្អមួយបន្ទាប់ពីចាកចេញពីទីក្រុង Queenstown ក្នុងប្រទេសអៀរឡង់លោក Andrews នៅឯតុអាហារបានរៀបរាប់ថាតាមពិតទៅកប៉ាល់មិនទាន់រួចរាល់ទាំងស្រុងសម្រាប់ការចេញដំណើរនោះទេប៉ុន្តែពួកគេត្រូវតែបន្តដំណើរទៅមុខពីព្រោះកាលបរិច្ឆេទកំណត់គឺថ្ងៃទី10ខែមេសាឈានចូលមកដល់ហើយកប៉ាល់ត្រូវតែចេញដំណើរឲ្យចំពេលកំណត់នៅថ្ងៃទី11មេសាបុគ្គលិកបម្រើការថ្នាក់លំដាប់ទី3លោក John E. Hart បានរំលឹកថានៅពេលណាមួយក្នុងអំឡុងពេលថ្ងៃមានការត្រួតពិនិត្យជញ្ជាំងទប់ទឹកទូទៅគាត់បានឃើញលោក Andrews និងប្រធាននាវិក Henry Tingleby កំពុងត្រួតពិនិត្យដើម្បីធានាថាក្រុមនាវិកនឹងបិទទ្វារទប់ទឹកដោយដៃយ៉ាងត្រឹមត្រូវបុគ្គលិកបម្រើការក្នុងបន្ទប់ដេករបស់លោក Andrews គឺលោក Henry H. បានកត់សម្គាល់ឃើញថាលោក Andrews ធ្វើការងារគ្រប់ពេលដោយកត់ត្រានៅរាល់ការកែលម្អផ្សេងដែលលោកយល់ថាចាំបាច់ដែលភាគច្រើនជាការផ្លាស់ប្ដូរផ្នែកសោភ័ណភាពចំពោះសម្ភារៈបរិក្ខារផ្សេងលោកស្រីជេស៊ុបបាននិយាយថាលោក Andrews មិនដែលរំលងក្នុងការឈប់និយាយពាក្យលើកទឹកចិត្តឡើយដោយការសោកស្ដាយតែមួយគត់របស់លោកគឺការដែលពួកយើងកាន់តែធ្វើដំណើរឆ្ងាយពីផ្ទះនៅយប់ថ្ងៃទី12មេសាបុគ្គលិកបម្រើការអ្នកស្រី Mary Sloan បានជជែកជាមួយលោក Andrews នៅត្រង់ជណ្ដើរធំហើយបានកត់សម្គាល់ឃើញថាលោកវេជ្ជបណ្ឌិត William Francis Norman O'Loughlin បាននិយាយថាលោក Andrews ហាក់ដូចជាមិនចង់ទៅណាឡើយគាត់ចង់និយាយអំពីផ្ទះគាត់ប្រាប់ខ្ញុំថាឪពុករបស់គាត់កំពុងឈឺហើយអ្នកស្រី Andrews ក៏មិនស្រួលខ្លួនដែរគាត់បាននិយាយថាគាត់មិនចូលចិត្តដែលកប៉ាល់កំពុងនាំយើងទៅឆ្ងាយពីផ្ទះនោះទេទម្រង់មុខរបស់គាត់ធ្វើឲ្យខ្ញុំចាប់អារម្មណ៍ថាមានការសម្ដែងចេញនៅភាពទុក្ខព្រួយយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយនៅយប់ថ្ងៃទី14មេសាអ្នកស្រី Sloan មានអារម្មណ៍ថាលោក Andrews មានស្មារតីរីករាយឡើងវិញអ្នកស្រី Ellen Casimir បានស្លៀករ៉ូបដ៏ស្រស់ស្អាតមួយនិងបានមកដល់តុរបស់ប្រធានហិរញ្ញវត្ថុកប៉ាល់ដែលជានិទានរួមតុជាមួយលោកវិជ្ជបណ្ឌិត O'Loughlin និងលោក Andrews ដោយលោក Andrews ដ៏រីករាយបានបន្លឺសម្លេងគាំទ្រយ៉ាងរាក់ទាក់ចំពោះការជ្រើសរើសសម្លៀកបំពាក់របស់នាងរួចគាត់បានអោនទៅជិតនាងហើយនិយាយថានេះហើយគឺជាទម្រង់ដែលស្ត្រីម្នាក់គួរតែមើលទៅស្អាតបែបនេះលោក Albert Dick និងភរិយាគឺអ្នកស្រី Vera បានស្និទ្ធស្នាលជាមួយលោក Andrews ហើយបានកត់សម្គាល់ឃើញថានៅរាល់ពេលនិងជាពិសេសនៅពេលអាហារល្ងាចថ្ងៃអាទិត្យគាត់បាននិយាយស្ទើរតែមិនដាច់ពីមាត់អំពីភរិយាកូនស្រីតូចម្ដាយនិងគ្រួសាររបស់គាត់ក៏ដូចជាអំពីផ្ទះរបស់គាត់បន្ទាប់ពីអាហារល្ងាច Andrews បានដើរទៅផ្នែកខាងក្រោយនៃកប៉ាល់ដើម្បីថ្លែងអំណរគុណដល់អ្នកធ្វើនំចំពោះនំប៉័ងពិសេសដែលបានធ្វើសម្រាប់គាត់រួចត្រឡប់ទៅបន្ទប់ស្នាក់នៅរបស់គាត់វិញដើម្បីគណនានិងគូប្លង់សម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតមានការរាយការណ៍ថាលោក Andrews ធ្លាប់បាននិយាយទៅកាន់មិត្តភក្តិម្នាក់ថាកប៉ាល់ទីតានិកគឺស្ទើរតែល្អឥតខ្ចោះបំផុតតាមដែលខួរក្បាលរបស់មនុស្សអាចបង្កើតវាឡើងបានតើហេតុការណ៍បុកទង្គិចមានលក្ខណៈយ៉ាងដូចម្តេចនៅម៉ោង11:40នាទីយប់
កប៉ាល់ទីតានិកបានបុកទង្គិចជាមួយផ្ទាំងទឹកកកនៅខាងស្ដាំកប៉ាល់អ្នកស្រីអេលេនៅខាសេបៀប្រហែលជាសាក្សីដំបូងគេដែលបានឃើញលោកអេនដ្រូសបន្ទាប់ពីការបុកទង្គិចហើយបាននិយាយថាលោកបានធានាចំពោះអ្នករាល់គ្នាថាពួកយើងមានសុវត្ថិភាពទាំងស្រុងហើយកប៉ាល់ទីតានិកគឺមិនអាចលិចជាដាច់ខាតលោកបាននិយាយថាកប៉ាល់អាចបែកជាពីរចំណែកដាច់ពីគ្នាហើយផ្នែកនីមួយៗនឹងនៅតែអណ្ដែតបានដោយមិនកំណត់ពេលវេលាលោកអេនដ្រូសប្រហែលជាមានអារម្មណ៍ដឹងពីការបុកទង្គិចនោះហើយភ្លាមនោះបានដើរចេញទៅកាន់ដេកដើម្បីពិនិត្យដោយផ្ទាល់ដោយធ្វើដំណើរទៅមុខតាមបណ្ដោយដេកអេគាត់ប្រហែលជាបានឃើញផ្ទាំងទឹកកកនៅពេលវាអណ្ដែតឆ្ងាយទៅផ្នែកខាងក្រោយកប៉ាល់លោក Albert និងអ្នកស្រី Vera Dick បានឃើញលោក Andrews ដែលបាននិយាយថាគាត់កំពុងចុះទៅខាងក្រោមដើម្បីពិនិត្យគាត់ស្គាល់កប៉ាល់នេះច្បាស់ជាងអ្នកណាទាំងអស់ហើយគាត់ប្រហែលជាអាចជួយបន្ធូរបន្ថយភាពភ័យខ្លាចរបស់អ្នកដំណើរបានបុគ្គលិកបម្រើអាហារលោក James Johnstone បានឃើញលោក Andrew រត់ចុះទៅកាន់ដេកអ៊ីដោយហាក់ដូចជាតម្រង់ទៅកាន់បន្ទប់ម៉ាស៊ីនដើម្បីជួយពិនិត្យមើលការខូចខាតគាត់បាននិយាយលួងលោមចិត្តស្ត្រីថ្នាក់លំដាប់ទី1មួយចំនួនលោក Johnstone បានឃើញលោក Andrew ត្រឡប់ឡើងមកកាន់ដេកឌីវិញហើយតម្រង់ទៅកាន់បន្ទប់ប្រៃសណីយ៍បុគ្គលិកបម្រើការអ្នកស្រី Annie Robinson បានឃើញលោកនៅលើដេកអ៊ីដោយកំពុងតម្រង់ទៅបន្ទប់ប្រៃសណីយ៍ជាមួយបុគ្គលិកផ្នែកប្រៃសណីយ៍និងប្រធានហិរញ្ញវត្ថុលោក Hugh McElroy នាងបានឃើញលោក Andrew ត្រឡប់មកវិញជាមួយប្រធានកប៉ាល់លោក Edward J. Smith ហើយបានឮលោក Andrews និយាយថាជំរាបលោកប្រធានកប៉ាល់ពេលនេះបន្ទប់ចំនួន3បានលិចបាត់ទៅហើយលោក Smith និងលោក Andrews បានដើរដាច់ពីគ្នាដោយលោក Smith តម្រង់ទៅកាន់បន្ទប់បញ្ជាខណៈពេលដែលលោក Andrew នៅបន្តនៅខាងក្រោមដើម្បីពិនិត្យមើលបន្ថែមលោក Andrew បានសន្និដ្ឋានថាបន្ទប់ទប់ទឹក5ដំបូងក្នុងចំណោម16របស់កប៉ាល់កំពុងត្រូវបានទឹកជន់លិចយ៉ាងលឿនដែលវាលើសពីសមត្ថភាពទប់ទល់របស់កប៉ាល់ដែលអាចធន់បានត្រឹមតែ4បន្ទប់ប៉ុណ្ណោះគាត់ត្រូវបានគេឃើញដោយអ្នកដំណើរថ្នាក់លំដាប់ទី1អ្នកស្រី Anna Warren ខណៈកំពុងរត់ឡើងជណ្ដើរធំនៅលើដេកឌីយ៉ាងលឿនស្លន់ស្លោជាមួយនឹងទម្រង់មុខដ៏គួរឲ្យភ័យខ្លាចអ្នកដំណើរលោក William Sloper បានឃើញលោក Andrew រត់ឡើងជណ្ដើរនៅលើដេកអេសម្ដៅទៅកាន់បន្ទប់បញ្ជាដោយមានលក្ខណៈព្រួយបារម្ភយ៉ាងខ្លាំងលោក Albert និងអ្នកស្រី Vera Dick ត្រូវបានលោក Andrews ប្រាប់ថាមិនមានមូលហេតុអ្វីដែលត្រូវស្លន់ស្លោឡើយចូលអ្នករាល់គ្នាទៅយកសម្លៀកបំពាក់តាមដែលអាចធ្វើបានហើយឡើងមកលើដេកឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផ្នែកខាងក្រោមរបស់វាត្រូវបានហែកហួរអស់ហើយប៉ុន្តែវានឹងមិនលិចភ្លាមទេប្រសិនបើជញ្ជាំងទប់ទឹកផ្នែកខាងក្រោយនៅតែអាចទប់ជាប់លោក Andrew ប្រហែលជាបានរាយការណ៍ព័ត៌មាននេះទៅកាន់ប្រធានកប៉ាល់លោក Smith នៅលើបន្ទប់បញ្ជាដោយបន្ថែមថាតាមគំនិតរបស់លោកកប៉ាល់មានពេលវេលាត្រឹមតែប្រហែល1ម៉ោងកន្លះប៉ុណ្ណោះមុនពេលលិចទាំងស្រុងលោកនិងលោក Smith ច្បាស់ជាបានដឹងអំពីកង្វះខាតយ៉ាងខ្លាំងនៃទូកសង្គ្រោះនៅលើកប៉ាល់តើការជំលៀសប្រជាជនមានលក្ខណៈយ៉ាងដូចម្តេចនៅពេលមានការជំលៀសចាប់ផ្ដើមលោក Andrews ហាក់ដូចជាបានចុះទៅខាងក្រោមដេកដើម្បីជួយរៀបចំអ្នកដំណើរសម្រាប់ការជំលៀសគាត់ប្រហែលជាបានប្រាប់លោក George Rims និងប្អូនថ្លៃរបស់គាត់គឺលោក Joseph Loring ឲ្យពាក់អាវពោងសង្គ្រោះហើយបានបន្តចុះទៅកាន់ដេកអេជាកន្លែងដែលគាត់បានជួយក្រុមនាវិកដែលកំពុងព្យាយាមដាស់អ្នកដំណើរឲ្យស្លៀកពាក់និងឡើងមកលើដេកដោយពាក់អាវពោងសង្គ្រោះគាត់បានជួបបុគ្គលិកបម្រើការអ្នកស្រី Annie Robinson ហើយបានប្រាប់នាងថាចូលពាក់អាវពោងសង្គ្រោះរបស់នាងហើយចុះដើរចុះឡើងដើម្បីឲ្យអ្នកដំណើរបានឃើញនាងនៅពេលដែលនាងតវ៉ាថាវាមើលទៅហាក់ដូចជាមិនសូវល្អទាល់តែសោះលោក Andrew បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថាទេចូលពាក់វាទៅហើយបានបន្ថែមថាប្រសិនបើនាងបារម្ភពីជីវិតខ្លួនឯងចូលពាក់អាវសង្គ្រោះភ្លាម
អ្នកស្រី Mary Sloan បាននិយាយថាគាត់បាននៅគ្រប់ទិសទីមើលថែទាំមនុស្សគ្រប់គ្នាប្រាប់ស្ត្រីឲ្យពាក់អាវពោងសង្គ្រោះប្រាប់បុគ្គលិកបម្រើការឲ្យប្រញាប់នាំស្ត្រីឡើងទៅកាន់ទូកសង្គ្រោះគាត់គិតគូរពីមនុស្សគ្រប់គ្នាលើកលែងតែខ្លួនគាត់ផ្ទាល់លោក Ed Chase បានជួបលោក Andrews ដែលបានសួរថាតើគាត់បានដាស់អ្នកដំណើរទាំងអស់នៅក្នុងផ្នែករបស់គាត់ហើយឬនៅ Andrews បានប្រាប់ Ed Chase ឲ្យដើរតាមគាត់ចុះតាមជណ្ដើរបន្ទប់អាហារទៅកាន់ដេកស៊ីហើយបានចាប់ផ្ដើមណែនាំ Ed Chase ឲ្យធានាថាត្រូវតែធ្វើឲ្យអ្នកដំណើរបើកទ្វាររបស់ពួកគេហើយប្រាប់ពួកគេថាអាវពោងសង្គ្រោះនៅផ្នែកខាងលើនៃទូខោអាវនិងនៅលើធ្នើក៏ដូចជាជួយជ្រោមជ្រែងពួកគេក្នុងគ្រប់រូបភាពតាមដែលអាចធ្វើទៅបានដែល Ed Chase បានខិតខំប្រឹងប្រែងធ្វើតាមមុនពេលដើរដាច់ពីគ្នា Andrews បាននិយាយថាEd Chase គួរតែធានាថាមិនមានអាវពោងសង្គ្រោះណាមួយត្រូវបានបន្សល់ទុកនៅក្នុងបន្ទប់ស្នាក់នៅឡើយលោក Ed Chase បានជួបលោក Andrews ម្ដងទៀតនៅលើដេកស៊ីរួចបន្តដំណើរទៅកាន់ច្រកចូលលំដាប់ទី1និងជណ្ដើរធំខាងមុខនៅពេលដែលប្រធានហិរញ្ញវត្ថុលោក McElroy បានប្រាប់ពួកគេថាគាត់ចង់ឲ្យអ្នកដំណើរពាក់អាវពោងសង្គ្រោះលោក Andrew បាននិយាយថាពេលនោះហើយគឺជាអ្វីដែលកំពុងព្យាយាមដាស់តឿនឲ្យពួកគេធ្វើរួចគាត់បានចាក់ចេញដើម្បីចុះតាមជណ្ដើរទៅកាន់ដេកឌីលោក Andrews និងលោក Ismay មានវត្តមាននៅពេលបញ្ចេញទូកសង្គ្រោះលេខ7ហើយពួកគេបានបន្តទៅជួយនៅទូកសង្គ្រោះលេខ5ដោយដឹងច្បាស់អំពីពេលវេលាដ៏ខ្លីដែលកប៉ាល់សេះសល់និងកង្វះខាតកន្លែងនៅលើទូកសង្គ្រោះសម្រាប់អ្នកដំណើរនិងនាវិកទាំងអស់គាត់បានជំរុញឲ្យមនុស្សចូលទៅក្នុងទូកសង្គ្រោះក្នុងក្តីសង្ឃឹមនិងអាចផ្ទុកមនុស្សឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានគាត់បានធ្វើសញ្ញាប្រាប់អ្នកស្រី Eleanor Cassabia ឲ្យចូលទៅក្នុងទូកសង្គ្រោះលេខ5នៅពេលត្រូវបានសួរថាហេតុអ្វីបានជាលោកមិនចូលទៅដែរលោកបានឆ្លើយតបថាមិនអីទេស្ត្រីនិងកុមារត្រូវតែទៅមុនលោក John និងលោក John Jack Boland Thayer ទី3បានរត់មកជួបលោក Andrews ដោយអ្នកជាឪពុកបានសួរលោក Andrews ថាស្ថានភាពបច្ចុប្បន្នយ៉ាងណាលោក Andrews បានឆ្លើយតបដោយខ្សឹបថាគាត់គិតថាកប៉ាល់មានជីវិតសល់មិនដល់1ម៉ោងទៀតឡើយកប៉ាល់ទីតានិកបានលិចបាត់នៅម៉ោង 2:20 នាទីព្រឹកថ្ងៃទី15ខែមេសាលោក Andrews បានបាត់បង់ជីវិតរួមជាមួយមនុស្សជាង 1,500 នាក់ផ្សេងទៀតសាកសពរបស់លោកមិនត្រូវបានគេឃើញឡើយតើមរណភាពរបស់លោក Andrews មានលក្ខណៈយ៉ាងដូចម្តេចមានការរាយការណ៍ថាលោក Andrews ត្រូវបានគេឃើញជាចុងក្រោយដោយជំនួយការបុគ្គលិកបម្រើការម្នាក់ដែលប្រភពខ្លះបញ្ជាក់ថាលោក John Stewart នៅវេលាម៉ោងប្រហែល 2:05 នាទីព្រឹកដោយលោក Andrews កំពុងឈរតែម្នាក់ឯងនៅក្នុងបន្ទប់ជក់បារីថ្នាក់លំដាប់ទី1ដោយឈរអោបដៃហើយអាវពោងសង្គ្រោះរបស់លោកត្រូវបានទុកនៅលើតុជិតនោះបុគ្គលិកបម្រើការរូបនោះបានសួរលោក Andrews ថាតើលោកមិនព្យាយាមរកផ្លូវរស់ទេឬលោក Andrews មិនបានឆ្លើយតបឬផ្លាស់ទីឡើយគ្រាន់តែឈរថ្មឹងដូចជាមនុស្សភាំងស្មារតីនៅក្នុងសៀវភៅឆ្នាំ 1955 របស់លោក Walter Lord មានចំណងជើងថា A Night to Remember បានរាយការណ៍ថាលោក Andrew កំពុងសម្លឹងមើលផ្ទាំងគំនូររបស់លោក Norman Wilkinson ដែលមានចំណងជើងថា Plymouth Harbour ដែលព្យួរនៅលើចង្ក្រានកម្ដៅនិងបង្ហាញពីច្រកចូលទៅកាន់ Plymouth Sound ដែលជាកន្លែងដែលកប៉ាល់ទីតានិកត្រូវបានរំពឹងថានឹងទៅទស្សនាក្នុងដំណើរត្រឡប់មកវិញរបស់ខ្លួនការមើលឃើញលោក Andrew នៅក្នុងបន្ទប់ជក់បារីបានក្លាយជារឿងរ៉ាវដ៏ល្បីល្បាញបំផុតមួយនៃមហន្តរាយកប៉ាល់ទីតានិកដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ 1912 មានចំណងជើងថា Thomas Andrew Shipbuilder ដោយលោក San Bullock នឹងបានរាយប៉ាយបន្តគ្នាដែលនាំឲ្យមានជំនឿទូទៅថាលោក Andrews ប្រហែលជាមិនបានព្យាយាមរត់គេចខ្លួនឡើយហើយបានរងចាំថ្ងៃអវសានរបស់ខ្លួននៅក្នុងបន្ទប់ជក់បារីបើទោះបីជានៅក្នុងសៀវភៅនោះផ្ទាល់លោក Bullock បានបញ្ជាក់យ៉ាងច្បាស់ថាលោក Andrews បានធ្វើការងាររហូតដល់វិនាទីចុងក្រោយដើម្បីជួយទាំងអ្នកដំណើរនិងនាវិកក៏ដោយលើសពីនេះទៅទៀតមានភស្តុតាងកលៈទេសៈ
ដែលបង្ហាញថាលោក Stoic បានចាក់ចេញពីកប៉ាល់តាមទូកសង្គ្រោះលេខ15នៅវេលាម៉ោងប្រហែល 1:40 នាទីព្រឹកពលគឺ40នាទីមុនកប៉ាល់លិចនៅក្នុងសៀវភៅ Thomas Andrew Shipbuilding លោក Bullock បាននិយាយថាលោក Andrews ប្រហែលជាបានស្នាក់នៅក្នុងបន្ទប់ជក់បារីមួយរយៈពេលដើម្បីប្រមូលស្មារតីបន្ទាប់មកលោកបានបន្តជួយដល់ការជម្លៀសហើយបានពិភាក្សាអំពីការមើលឃើញលោក Andrews មួយចំនួនទៀតនៅពេលក្រោយមករួមទាំងការឃើញនៅក្នុងបន្ទប់ម៉ាស៊ីនដែលជាកន្លែងដែលគាត់ត្រូវបានគេឃើញជាមួយប្រធានវិស្វករលោក Joseph Bell និងសមាជិកក្រុមធានាអាអាងលោក Archie Fresh និងការឃើញមួយទៀតនៅលើដេកទូកសង្គ្រោះនេះត្រូវបានបញ្ជាក់បន្ថែមដោយសម្បត្តិឯកជនមួយដែលសរសេរដោយមិត្តភ័ក្តិរបស់លោក Andrews គឺលោក David Galloway ទៅកាន់លោកម្ចាស់ Peary ដោយលោក Galloway បានសម្ភាសសមាជិកនាវិកដើម្បីចង់ដឹងថាពួកគេមានព័ត៌មានណាមួយអំពីវាសនារបស់លោក Andrews ដែរឬទេសមាជិកនាវិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានរាយការណ៍ថាបានឃើញលោក Andrews កំពុងក្រវែងកៅអីដេកចុះទៅក្នុងទឹកឲ្យទៅដល់មនុស្សដែលកំពុងតស៊ូក្នុងទឹកខាងក្រោមដើម្បីប្រើប្រាស់ជាឧបករណ៍អណ្ដែតទឹកលោក Mary Sloan ដែលជាបុគ្គលិកបម្រើការនៅលើកប៉ាល់បាននិយាយថាលោក Andrew មានការបញ្ចុះបញ្ចូលឲ្យនាងចូលទៅក្នុងទូកសង្គ្រោះដោយនិយាយថាលោកស្រីទាំងឡាយត្រូវតែចូលទៅក្នុងទូកភ្លាមមិនមានពេលវេលាត្រូវខាតបង់ឡើយអ្នកស្រីមិនអាចរើសទូកបានទេកុំរារែកចូលទៅលោក Bullock បានកំណត់ថាព្រឹត្តិការណ៍នេះកើតឡើងនៅម៉ោង 2:05 នាទីព្រឹកមានការរាយការណ៍ផងដែរថាលោក Andrews ត្រូវបានគេឃើញកាន់អាវពោងសង្គ្រោះដែលអាចជាអាវពោងសង្គ្រោះនៅក្នុងបន្ទប់ជក់បារីនោះតម្រង់ទៅកាន់បន្ទប់បញ្ជាប្រហែលជាដើម្បីស្វែងរកប្រធានកប៉ាល់លោក Smith បុគ្គលិកបម្រើអាហារលោក Cecil Fitzpatrick បានអះអាងថាបានឃើញលោក Andrews និងប្រធានកប៉ាល់លោក Smith នៅជាមួយគ្នានៅលើបន្ទប់បញ្ជាតែប៉ុន្មាននាទីប៉ុណ្ណោះមុនពេលកប៉ាល់ចាប់ផ្ដើមលិចចូលទៅក្នុងទឹកជាចុងក្រោយហើយបរិសុទ្ធទាំងពីរនាក់បានពាក់អាវពោងសង្គ្រោះលោក Smith បានប្រាប់លោក Andrews ថាពួកយើងមិនអាចស្នាក់នៅបានយូរជាងនេះទេវាជិតលិចហើយលោក Fitzpatrick បានឃើញលោក Andrews និងលោក Smith បានលោតចូលទៅក្នុងទឹកក្នុងពេលជាមួយគ្នានៅពេលដែលទឹកជន់លិចមកដល់បន្ទប់បញ្ជាកេរដំណែលរបស់លោក Andrews អ្នកស្រី Violet Jessup បាននិយាយថាពេលនៅលើកប៉ាល់កាប៉ាធានាងបានស្វែងរកលោក Andrews ប៉ុន្តែបានរកឃើញថាគាត់ស្ថិតក្នុងចំណោមមនុស្សដែលបាត់ខ្លួននៅពេលគេហៅឈ្មោះត្រួតពិនិត្យនៅថ្ងៃទី19 មេសាឆ្នាំ1912ឪពុករបស់លោកបានទទួលតេឡេក្រាមពីបងប្អូនជីដូនមួយរបស់ម្ដាយលោកដែលបាននិយាយជាមួយអ្នករស់រានមានជីវិតនៅទីក្រុងញូវយ៉កការសម្ភាសជាមួយមន្ត្រីកប៉ាល់ទីតានិកគ្រប់គ្នាមានមតិឯកច្ឆន្ទថា Andrews បានបាត់បង់ជីវិតក្នុងទម្រង់ជាវីរៈបុរសដោយគិតតែពីសុវត្ថិភាពរបស់អ្នកដទៃសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នករាល់គ្នាក្រោយមកអ្នកស្រី Mary Sloan បានសរសេរនៅក្នុងសម្បត្តិមួយថាលោក Andrews បានប្រឈមមុខនឹងវាសនារបស់គាត់ដូចជាវីរៈបុរសពិតប្រាកដដោយបានដឹងពីគ្រោះថ្នាក់ដ៏ធំធេងហើយបានលះបង់ជីវិតរបស់គាត់ដើម្បីសង្គ្រោះស្ត្រីនិងកុមារនៃកប៉ាល់ទីតានិកពួកគេនឹងពិបាកក្នុងការស្វែងរកមនុស្សមកជំនួសកន្លែងរបស់គាត់ណាស់ជីវប្រវត្តិសង្ខេបមួយមានចំណងជើងថា Thomas Andrews Shipbuilder ត្រូវបានផលិតនៅក្នុងឆ្នាំនោះដោយលោក San Bullock តាមការស្នើសុំរបស់លោក Sir Horace Plunkett ដែលជាសមាជិកសភាដែលមានអារម្មណ៍ថាជីវិតរបស់លោក Andrews មានតម្លៃសមនឹងទទួលបានការចងចាំទុកនៅក្នុងទីក្រុងកំណើតរបស់គាត់គឺទីក្រុង Canberra វាមានអនុស្សាវរីយ៍ដំបូងបង្អស់និងធំបំផុតមួយសម្រាប់ជនរងគ្រោះម្នាក់គត់នៃមហន្តរាយទីតានិកត្រូវបានសាងសង់ឡើងសាលអនុស្សាវរីយ៍ Thomas Andrews ត្រូវបានបើកសម្ពោធនៅខែមករាឆ្នាំ1914ស្ថាបត្យករគឺលោក Young និង Mackenzie ជាមួយនឹងការងារចម្លាក់ដោយសិល្បករនី Sophia Rosamond Breger បច្ចុប្បន្នសាលនេះត្រូវបានថែទាំដោយក្រុមប្រឹក្សាអប់រំភាគអាគ្នេយ៍ហើយត្រូវបានប្រើប្រាស់ដោយសាលាបឋមសិក្សា Andrew Memorial Primary School ផ្លាកអនុស្សាវរីយ៍ពណ៌ខៀវរបស់ Ulster Historic Circle ត្រូវបានដាក់នៅលើផ្ទះរបស់គាត់នៅលើវិថី Windsor ក្នុងទីក្រុង Belfast
ប្រសិនបើលោកអ្នកចូលចិត្តសាច់រឿងពិតដ៏មានឥទ្ធិពលប្រវត្តិសាស្ត្រពិភពលោកអក្រិតកម្មនិងការងើបឡើងព្រមទាំងការរលំរបស់បុគ្គលល្បីៗសូមរងចាំទស្សនាវីដេអូថ្មីៗរបស់យើងខ្ញុំសម្រាប់សាច់រឿងដែលមិនអាចបំភ្លេចបានជាច្រើនទៀតមកពីជុំវិញពិភពលោកនៅទីនេះយើងខ្ញុំនឹងបើកកកាយនៅការពិតដែលលាក់បាំងនៅពីក្រោយអំណាចមហិច្ឆតាសង្គ្រាមអាណាចក្រអក្រិតកម្មនិងព្រឹត្តិការណ៍ទាំងឡាយដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រជារៀងរហូតពីព្រោះប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជារឿងរ៉ាវកាលពីអតីតកាលនោះទេវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីមហិច្ឆតាអំណាចនិងផលវិបាករបស់មនុស្សជាតិ